អ៊ុយក្រែនបិទបណ្ដាញអាវុធដែលផ្គត់ផ្គង់អាវុធដល់អិសរាជជនគាំទ្ររុស្ស៊ីផ្សេងទៀតអាញាធរអ៊ុយក្រែនបាននិយាយថាពួកគេបានរុះរើបណ្ដាញជួញដូរអាវុធខុសច្បាប់ដែលត្រូវបានចោទប្រកាន់ថាបានបង្កបញ្ហាដល់អិសរាជជនសាធារណៈនិងអ្នកនយោបាយដែលគាំទ្ររុស្ស៊ីរួមទាំងតារាសម្ដែងអាមេរិកលោក Steven Seagal និងមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងគីមចុងអ៊ុនផងដែរប៉ូលីសជាតិនៃប្រទេសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី28ខែមេសាថាបណ្ដាញនេះមានប្រភពអាវុធពីទឹកដីអ៊ុយក្រែនដែលកាន់កាប់បណ្ដោះអាសន្ននិងតាមរយៈការនាំចូលខុសច្បាប់ពីស្លូវ៉ាគីសភាវុធមួយចំនួនត្រូវបានចែកចាយដែលគេហៅថារង្វាន់ដោយលោក Denis Pushilin ដែលជាប្រធានរដ្ឋបាលដែលបានតម្លើងតួនាទីដោយរុស្ស៊ីនៅតំបន់ Donetsk Oblast ដែលកាន់កាប់ដោយរុស្ស៊ីប៉ូលីសបាននិយាយថាបញ្ជីអ្នកទទួលរួមមានអិសរាជជនជាន់ខ្ពស់ជាច្រើនអ្នករួមទាំងមន្ត្រីជាន់ខ្ពស់រុស្ស៊ីនិងមេដឹកនាំបរទេសផងដែរសេចក្តីថ្លែងការណ៍បាននិយាយថាលោកគីមចុងអ៊ុន បាសាអល់អាសាដ Dmitry Medvedev Sergei Sobyanin Sergei Lavrov Roman Kadyrov Steven Seagal Yulia Chicherina Vladimir Solovyov Alexander Sidyanin និងលោក Vladimir Saldoអ្នកទាំងនេះគឺជាបុគ្គលដែលទទួលបានរង្វាន់អាវុធពី Denis Pushilin Seagal ដែលល្បីល្បាញជាតារាសម្ដែងក្នុងសតវត្សឆ្នាំ1980និងឆ្នាំ1990ក្រោយមកបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីនិងប្រធានាធិបតី Vladimir Putin ខណៈដែលអាជីពថតកូននៅ Hollywood របស់គាត់បានធ្លាក់ចុះពលរដ្ឋរុស្ស៊ីម្នាក់ដែលជាអ្នកគាំទ្រដែលនិយាយមិនដាច់ពីមាត់ចំពោះការលុកលុយអ៊ុយក្រែនគាត់បានផ្សព្វផ្សាយការនិទានរឿងដែលគាំទ្រវិមានក្រំឡាំងនិងបានទៅទស្សនាតំបន់ដែលកាន់កាប់ដោយរុស្ស៊ីចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមពេញលេញប៉ូលីសបាននិយាយថាការស៊ើបអង្កេតដែលបានចាប់ផ្ដើមនៅក្នុងខែមករាបានរកឃើញក្រុមអ ுக ្រិតជនដែលបានរៀបចំពាក់ព័ន្ធនឹងការរត់ពន្ធនិងការកែប្រែអាវុធដែលផ្លាស់ទីរវាងអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីនិងអឺរ៉ុបជនសង្ស័យជាច្រើនអ្នកត្រូវបានឃុំខ្លួនដោយសហការជាមួយអាជ្ញាធរប៉ូឡូញនៅព្រំដែនហើយការចាប់ប្រកាន់ត្រូវបានបញ្ជូនទៅតុលាការប៉ូឡូញអាជ្ញាធរបាននិយាយថាការវាយឆ្មក់តាមក្រោយក្នុងខែមេសានៅទូទាំងទីក្រុងគៀវតំបន់ Zakarpattia និងតំបន់ Sumy បានបញ្ជាក់ពីទំហំនៃបណ្ដាញជួញដូរក្រុមស៊ើបអង្កេតបានរឹបអូសអាវុធរាប់សិបដើមនិងគ្រាប់រំសេវជាច្រើនរួមជាមួយនឹងឯកសារនិងឧបករណ៍ដែលគេចោទប្រកាន់ថាបានប្រើប្រាស់ដើម្បីជួយសម្រួលដល់ប្រតិបត្តិការក្រុមមន្ត្រីបាននិយាយថាការស៊ើបអង្កេតកំពុងបន្តនៅក្នុងការសម្របសម្រួលជាមួយដៃគូអន្តរជាតិរួមទាំងអឺរ៉ុបផងដែរ